ថ្ងៃនេះគឺថាមករំលឹកអនុស្សាវរីយ៍ការពីទៅគាំទ្រក្រុមប្រកាន់រាជស្វែងរៀងប្រកួតបាល់នៅភូកីឡដ្ឋានជាតិម៉ូតអេជូកាលពីថ្ងៃទី10ដោយសារតែវារៀងយូរដែរខ្ញុំអត់មានពេលកាត់ហើយឥឡូវនេះគឺថាមករៀបចំវីដេអូរៀបចំចេញជា vlog ខ្លីមួយដែលបង្ហាញពីសកម្មភាពពួកខ្ញុំ3នាក់ជាមួយនឹងមិត្តភ័ក្តិ2នាក់ផ្សេងទៀតគឺយើងនាំគ្នាទៅគាំទ្រផ្ទាល់នៅភូកីឡដ្ឋានតែម្ដងហើយវាជាលើកទី1ដែរដែលពួកយើងបានទៅមើល3នាក់ជុំគ្នារដងទៅមើលដែរប៉ុន្តែទៅមើលជាមួយនឹងគ្រួសារជាមួយបងប្អូនអញ្ចឹងណាប៉ុន្តែលើកទី1ហើយដែលពួកយើងមិត្តភ័ក្តិ3នាក់ទៅជុំគ្នាថ្ងៃនេះគឺថាមនុស្សច្រើនខ្លាំងមែនតើបើតាម page របស់ប្រកាន់រាជស្វែងរៀងបានប្រកាសថាសមុទ្រគឺមាន 15,400 នាក់អញ្ចឹងមនុស្សក៏ប្រហែលជាអាចដល់ខ្ទង់នឹងដែរព្រោះខ្ញុំឃើញថានៅពេលដែលចូលរួមនៅក្នុង start តែម្ដងគឺថាឡើងពេញកៅអីមួយណាគ្មានសល់ដែរឥឡូវនេះយើងបមកនិយាយអំពីការរៀបចំការប្រកួតរបស់ក្លឹបប្រកាន់រាជស្វែងរៀងថ្ងៃនេះវិញគឺថាលយខ្លាំងមែនតើតាំងពីការរៀបចំភ្លើងតាំងពីការរៀបចំរបៀបវារៈផ្សេងៗនៅក្នុងការបើកកម្មវិធីប្រកួតនេះគឺថាលយខ្លាំងមែនតើហើយជាពិសេសហ្នឹងកាន់តែលយខ្លាំងនៅពេលដែលមានគ្រាប់បាល់សុតចូលម្ដងគឺលយខ្លាំងមែនតើប៉ុន្តែគួរឲ្យសោកស្ដាយគ្រាប់បាល់ទី1ដែលចូលហ្នឹងគឺមិនមែនជារបស់កម្ពុជាមិនមែនជារបស់ក្រុមប្រកាន់រាជស្វែងរៀងប៉ុន្តែយ៉ាងណាគឺពួកយើងនៅតែគ្រប់គ្រងគឺថាម្នាក់ស្រ័យឡើងស្អកក៏ប្រាក់ឡើងគឺថានិយាយចង់រួចទេហើយលទ្ធផលគឺយើងទទួលបានពានរង្វាន់ជើងអាចរងបន្ទាប់ពីនឹងមកគឺនាំគ្នាចេញមកផ្ទះមុនបន្តិចឲ្យបាននៅចប់30នាទី2ដងទៀតដោយសារតែយើងខ្លាចអត់មានទឹកជិះទៅវិញហើយគឺថាតម្រាំទៅចេញផុតពីកន្លែងប្រកួតហ្នឹងគឺថាវាយូរដែរដោយសារតែទីតាំង start ហ្នឹងហើយនឹងខ្លោងទ្វារចេញគឺមាននៅចម្ងាយឆ្ងាយប្រហែលជា1គីឡូជាងដែរប៉ុន្តែបូករួមមួយពួកខ្ញុំមុននឹងដើរមកហ្នឹងគឺនៅថតតាំងរូបភាពដល់វីដេអូទៀតគឺវាកាន់តែយូរមែនតើហើយបន្ទាប់ពីយើងចេញមកពីកន្លែងប្រកួតជិតដល់ផ្ទះហើយគឺយើងក៏ឈៀតចូលកន្លែងបាយឆាកន្លែងបាតជាដើម្បីយកធម្មពលបន្ថែមពីព្រោះអីយើងសេកអស់ហើយដាច់បាយមកល្ងាចទៀតអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយបាយ